កាលពីសប្តាហ៍មុនពេកខនារីត្រូវយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនដោយការថតរូបម៉ូដជាមួយនឹងសត្វកន្ត្រងឬអាពីងហើយការចាក់ចេញរបស់តារដ្ឋបានធ្វើឲ្យពេកខនារីដទៃទៀតមានការសោកស្ដាយមានតែពេកខនារីដែលមានសមត្ថភាពនិងការតស៊ូតែប៉ុណ្ណោះដែលអាចនឹងបន្តប្រកួតប្រជែងក្នុងកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាចុះក្នុងសប្តាហ៍នេះតើពេកខនារីរូបណានឹងត្រូវចាក់ចេញពីការប្រកួតក្នុងកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាបានឈ្នះរូបថតប្រចាំសប្តាហ៍ខ្ញុំចង់ទៅហោះឡើងលើហើយនឹងចង់ទៅស្រែកជ័យយោឯងខ្ញុំសប្បាយចិត្តដែលសុភ័ក្រធ្លាប់តែជាពេកខនារីដែលអស់សង្ឃឹមនៅក្នុងការប្រកួតហើយសម្រាប់ខ្ញុំសុភ័ក្រគឺជាពេកខនារីមួយដែលរៀនសូត្របានលឿនមែនទែនពីព្រោះអីអ្វីដែលខ្ញុំលើកទឹកចិត្តគាត់ហ្នឹងតែគាត់អាចធ្វើបានហើយលឿនហើយធ្វើបានជោគជ័យអាហ្នឹងខ្ញុំស្មានថាខ្លួនឯងចឹងសោះកងការគឺជាមនុស្សដែលរឹងប៉ឹងហើយខ្ញុំចូលចិត្តកងការរសារពេលនិយាយទៅគឺយល់ពីខ្ញុំហើយខ្ញុំយល់ពីគាត់ហើយគាត់គឺចេះតែលើកទឹកចិត្តខ្ញុំរហូតគាត់នឹងធ្វើឲ្យខ្ញុំគឺរឹងមាំហើយនឹងទទួលបានជោគជ័យហើយខ្ញុំក៏អរគុណគាត់ដែរចាំញ៉ាំខ្ញុំមានរបស់ខ្ញុំមាន3នាក់ខ្ញុំមានរបស់ញ៉ាំណាខ្ញុំមានខ្ញុំញ៉ាំខ្លួនផុសទីYou want to be on top Wanna be on top. It's time to make it high. You know that we don't stop. And when we get it high, it's gotta be on top. Wanna be on top. Wanna be on top. Wanna be on top. Có phải ha, giờ tôi lại vô lại riêng mà nào là tôi từ đó một hang vợ hồn đây hồn chơi thì chắc nó cái đây chùm rôm nó cứ chỉ là kim phôi sạch được rụt lên khi ông này ri Campuchia này ri Khmer nhưng cứ cho chất tụ rôm có thắt ạt để xa rôm đây rôm một ấy chứ áแต่បើគិតពីរបៀប fashion អន្តរជាតិវិញគឺគេទុកឯងគឺគេជំរុញតទៅអស់ដល់ពេលហើយគាត់ក៏នាំយើងទៅកន្លែងជំរុញរោមអូយឈឺខ្លាំងមែនតើហ្មងធម្មតារោមដៃយើងតែមួយយើងបកនៅឈឺចុះទម្រាំមកដុំមកជួអញ្ចឹងគឺឈឺខ្លាំងមែនតើអូយឆាបងឆាអូហាសេសំផាគេNhóm nóមានអ្នកសំណាងពីរនាក់ដែលអត់ត្រូវបានគេបកក្នុងនោះមានបងកេសីហើយនិងសំណាងដែលមើលទៅអត់មានរោងសោះពេលដែលបែកខាងនេះពួកគាត់ឡើងទៅបកហ្នឹងចុះមកវិញគាត់ស្អាតឈឺគ្រប់គ្នាអញ្ចឹងខ្ញុំគិតថាគ្នាអូបកក៏បានគឺលឺឈឺគ្រប់គ្នាអញ្ចឹងថាសំណាងដែរខ្ញុំអត់សូវមានរោងដូចគេនៅពេលដែលបករោមហើយហ្នឹងគឺមានអារម្មណ៍ថាស្បែកខ្លួនឯងនឹងថ្លាហើយនឹងសដូចទំពេលដែលយើងខាត់ស្បែកដបងគឺមើលទៅស្អាតហ្មងថតពេលដែលពួកខ្ញុំដើរចេញមកផ្ទះជាមួយធីតាដើមបុកខ្ញុំម៉ាំងហើយទៅខ្ញុំក៏បាននិយាយទៅខ្លួនឯងថាខ្ញុំនឹងជាសត្វឬក៏ជាមនុស្សដែលបុកខ្ញុំហើយអត់សុំទោសខ្ញុំនិយាយជាមួយអ្នកដែលខ្ញុំចង់និយាយជាមួយខ្ញុំអត់និយាយមួយគាត់ទេព្រោះមនុស្សគាត់ខ្ញុំឡើងនិយាយជាមួយឯងចឹងទៅបងភួងគាត់សួរខ្ញុំថា
ឆ្កែបុកមែនខ្ញុំថាអូប្រហែលឆ្កែបុកអីអញ្ចឹងហ៎ពេលខ្ញុំអារម្មណ៍ខ្ញុំដឹងតែគាត់ថាខ្ញុំហីពេលហ្នឹងខ្ញុំបាននិយាយថាសុំទោសទេប៉ុន្តែខ្ញុំនិយាយថាអូគ្នាប៉ះហើយនេះជាការបញ្ជាក់ថាពាក្យគូសំរបស់ខ្ញុំព្រោះអីវាមិនមែនដល់ថ្នាក់ជន់ជើងគាត់ឬក៏ចរានគាត់ជ្រុញរុញគាត់ឯអត់មានទេបុកគេមានសុំទោសគេហើយគាត់ញ៉ែញ៉ែបុកដោយអចេតនាហើយគាត់ដឹងថាគាត់ជាអ្នកបុកខ្ញុំប៉ុន្តែបើសិនជាមិត្តភក្តិខ្ញុំអ្នកប្រកាន់ទេប៉ុន្តែមនុស្សដែលខ្ញុំអត់និយាយជាមួយអញ្ចឹងអ្នកឯងប៉ះខ្ញុំអ្នកឯងត្រូវសុំទោសខ្ញុំព្រោះខ្ញុំមិនមែន friend របស់អ្នកឯងទេហើយគាត់នៅនិយាយទេអាមនុស្សនិយាយគ្នាបានគាត់តែមិនត្រូវឆ្កែដល់យើងខ្ញុំនិយាយអីយើងហ្នឹងមែនហើយនិយាយថាឆ្កែរបស់ហើយនិយាយចឹងមែនណាហើយខ្ញុំនិយាយយើងមិននិយាយពីបងខ្លួននេះហើយយើងទទួលយកហើយនៅបន្ទប់ជាមួយគ្នាចាំបាច់និយាយដល់ថ្នាក់ពាក្យហ្នឹងឯងសម្រាប់មិនសម្រាប់ប្រាយជាមួយមនុស្សទេហើយមនុស្សនៅទល់បន្ទប់ជាមួយគ្នាគាត់តែយកយល់គ្នាថារឿងប៉ុណ្ណឹងវាមិនដល់ថ្នាក់ណាគួរប្រើពាក្យសត្វធាតុមកនិយាយគាត់ហៅវិសាអញហើយនឹងវាហើយចូលមុខខ្ញុំចាំអញ្ចឹងអូអ្នកថ្លៃខំហៅពាក្យចឹងពាក្យឆ្កែណានិយាយបានសត្វឆ្កែនិយាយបានពាក្យឆ្កែណាឲ្យនិយាយឆ្កែនិយាយមិនត្រូវនិយាយឆ្កែមកចឹងខ្ញុំមាននិយាយប្រើភាសាមួយមនុស្សណាមកដល់ឥឡូវពីដល់ក្នុងហ្នឹងឥឡូវយើងមានដល់សុំទោសខ្ញុំមួយម៉ាត់ទៅអត់ទាន់ទេណានិយាយថាខ្ញុំធ្ងន់ណាស់គេនិយាយរឿងគេអ្នកសោះយកដាក់ខ្លួនឯងគាត់និយាយខ្ញុំទៀតគាត់ថាហ្នឹងឯងអ្នកស្រែចម្ការអ្នកមានកូនអ្នកមានប្តីចរិតអញ្ចឹងឯងគាត់និយាយអញ្ចឹងអត់តើខ្ញុំប្រាប់ថាយើងត្រូវសុំទោសខ្ញុំបាត់យើងសុំទោសខ្ញុំចឹងមនុស្សមានកូនមួយមានប្តីយកមិនសិលថតក្នុងខ្លួនចឹងខ្ញុំមានថាគាត់មើលងាយខ្ញុំធីតាកំសត់ធីតាស្លូតចរិតចឹងឯងអូ my god ខ្ញុំគិតថាមនុស្សនៅក្នុងបន្ទប់ជាមួយគ្នាឃើញមុខគ្នារាល់ថ្ងៃធ្វើសកម្មភាពជាមួយគ្នាខ្ញុំគិតថាមិនគួរតែប្រកាន់ប៉ុណ្ណឹងទេបើសិនអ្នកផ្សេងមុខខ្ញុំអត់សូវប្រកាន់ខ្ញុំអត់ប្រកាន់ទេប៉ុន្តែគាត់មួយប៉ះខ្ញុំត្រូវតែសុំទោសខ្ញុំបើសុំទោសខ្ញុំអូខេព្រោះហ្នឹងចាប់ត្រឹមហ្នឹងខ្ញុំអត់ដែរជួបមនុស្សដូចយើងទេខ្ញុំមិនដែរជួបមនុស្សអត់ដែរជួបហ្មង